ក្រសួងមហាផ្ទៃអះអាងថាយោធាថៃបានបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំង F-16 ចូលទីប្រជុំជនស៊ីវិលប្រមាណ90គីឡូម៉ែត្រពីព្រំដែនក្រសួងមហាផ្ទៃអះអាងថាយោធាថៃបានបង្កើនការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ចូលក្នុងដែនអធិបតេយ្យកម្ពុជាសម្ដៅទៅភូមិឋាននៅតំបន់ទីប្រជុំជនស៊ីវិលប្រមាណ90គីឡូម៉ែត្រពីព្រំដែននៃប្រទេសទាំងពីរក្នុងខេត្តព្រះវិហារក្រសួងមហាផ្ទៃចេញសេចក្តីថ្លែងការណ៍ស្តីពីផលប៉ះពាល់ទៅលើពលរដ្ឋនិងតំបន់ជនស៊ីវិលអំពីការឈ្លានពានរបស់ថៃនៅថ្ងៃនេះថាអំពើល្មើសច្បាប់និងក្បត់បទឈប់បាញ់រដ្ឋភាគីថៃទៅលើដែនអធិបតេយ្យកម្ពុជាបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើពលរដ្ឋស៊ីវិលតំបន់ស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងការបង្អាក់សេវាសាធារណៈជាដើមរបស់កម្ពុជាអស់ជាច្រើនកន្លែងប្រពន្ធដដែលលើកឡើងថាពេលនេះសាលារៀនជិត1000កន្លែងដែលស្ថិតនៅក្នុងខេត្តរងការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែករបស់ភាគីថៃត្រូវបានផ្អាកទាំងស្រុងគណៈសិស្សជាង200,000នាក់និងគ្រូបង្រៀនជាង7,000នាក់ក៏ត្រូវផ្អាកការបង្រៀននិងការរៀនសូត្រទាំងស្រុងរបស់សិស្សផងដែរក្រសួងមហាផ្ទៃអះអាងថារយៈពេលនៃការបាញ់ប្រហាររបស់កងទ័ពថៃ6ថ្ងៃមកនេះបានបណ្ដាលឲ្យជនស៊ីវិលរងរបួសនិងស្លាប់រួមទាំងជនភៀសសឹកជាច្រើនម៉ឺននាក់ក្នុងនោះពលរដ្ឋស៊ីវិលខ្មែរស្លាប់សរុបចំនួន11នាក់ខណៈអ្នករងរបួសមានចំនួន76នាក់ចំណែកឯពលរដ្ឋភៀសសឹកបានកើនឡើងដល់ទៅជាង80,000នាក់ដែលស្មើទៅនឹងប្រជាជនសរុបជិត300,000នាក់ក្នុងខេត្តចំនួន7ក្នុងនោះមានខេត្តឧត្តរមានជ័យជាង10,000គ្រួសារមានប្រជាជនជិត40,000នាក់ខេត្តព្រះវិហារមានជាង7,000គ្រួសារមានប្រជាជនជាង20,000នាក់ខេត្តបន្ទាយមានជ័យជាង30,000គ្រួសារមានប្រជាជនជាង100,000នាក់ខេត្តពោធិ៍សាត់មានជាង700គ្រួសារមានប្រជាជនជាង7,000នាក់ខេត្តបាត់ដំបងមានជាង5,000គ្រួសារមានប្រជាជនជាង10,000នាក់ខេត្តសៀមរាបទទួលជនភៀសសឹកជាង20,000គ្រួសារមានប្រជាជនជាង60,000នាក់និងខេត្តកោះកុងក៏មានជនភៀសសឹកចំនួន310នាក់ផងដែរក្រសួងមហាផ្ទៃបញ្ជាក់ថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរបស់កម្ពុជាត្រូវកងទ័ពថៃបាញ់ផ្លោងនិងទម្លាក់គ្រាប់បណ្ដាលឲ្យខូចខាតយ៉ាងដំណំដូចជាផ្ទះសម្បែងអគារក្រុមហ៊ុនឯកជនអគាររដ្ឋបាលសាលារៀនវត្តអារាមប្រាសាទបុរាណផ្លូវថ្នល់និងអង្គភាពសាធារណៈជាច្រើនកន្លែងការអះអាងនេះធ្វើឡើងបន្ទាប់ពីកងទ័ពថៃបានបង្កើនការវាយប្រហារលើកម្ពុជាកាន់តែខ្លាំងនៅពេលនេះកាសែត Thai The Nation បានស្រង់សម្ដីកងទ័ពកម្លាំងភូមិភាគទី2របស់ថៃនៅថ្ងៃនេះថាការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជាថៃមិនទាន់ចប់នៅឡើយទេព្រោះកងកម្លាំងកម្ពុជានៅតែពង្រឹងកងទ័ពនិងអាវុធខណៈការបាញ់កាភ្លើងធំកំភ្លើងត្បាល់និងគ្រាប់រ៉ុកែត BM-21 នៅតែបន្តផ្លោងចូលទឹកដីថៃប្រពន្ធដដែលបញ្ជាក់ថាចាប់តាំងពីថ្ងៃទី7ខែធ្នូមកកម្ពុជាបានផ្លោងគ្រាប់រ៉ុកែតចំនួន55ទីតាំងនៅខេត្តឧបលខេត្តស៊ីសង្កេតខេត្តសរិននិងខេត្តបុរីរាំងនិងបានបំផ្លាញផ្ទះចំនួន13ខ្នងផងដែរប៉ុន្តែកងទ័ពភូមិភាគទី2ព្យាយាមវាយបកវិញដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនរហូតដល់ទីបញ្ចប់យ៉ាងណាក៏ដោយក្រសួងការពារជាតិកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថាចាប់ពីម៉ោង12រំលងអធ្រាត្រដល់ម៉ោង1:00នាទីរសៀលថ្ងៃទី12ខែធ្នូនេះយោធាថៃបានបើកការវាយប្រហារឈ្លានពានចូលទឹកដីកម្ពុជាចំនួន19លើកដោយប្រើរថក្រោះ drone ទម្លាក់គ្រាប់បែកបាញ់ផ្សែងពុលនិងការបាញ់ផ្លោងកំភ្លើងធំផងដែរប្រពន្ធដដែលអះអាងថាកងទ័ពថៃបានវាយប្រហារលើកម្ពុជាតាមតំបន់ជាច្រើនដូចជាភូមិព្រៃច័ន្ទភូមិជោគជ័យអូភ្លុកដំរីជាប់អង្គុញថ្មឆាត់ប្រាសាទតាក្របីបោះស្បូវជាំតែថ្មដូនភ្នំ333ប្រាសាទតាមាន់ធំភ្នំខ្មោចអានសេះតាសឹមគោល8ដំណាក់ស្ដេចជប់កគីផ្ទះតាមុកទួល95ភ្នំ500អូបការស្នេហ៍វាដែកភ្នំចាពងភ្នំពងចាបបឹងត្រកួននិងទំនប់ដាច់ជាដើមក្រសួងការពារជាតិបញ្ជាក់ថារយៈពេលប្រមាណថ្ងៃនេះយោធាបានបើកការបាញ់ប្រហារទៅលើកម្ពុជាមិនរើសគោលដៅឡើយដោយបាញ់ចូលទីប្រជុំជនភូមិឋានរបស់ពលរដ្ឋស៊ីវិលរស់នៅជាពិសេសសាលារៀនរបស់កុមារនិងបានបាញ់បំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជានិងជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិផងដែរ